សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Iro Onidari ក្នុងវគ្គ Discovery Japan ក្រោមប្រធានបទហាងកាហ្វេ Manga Manga Kisa ឬកាហ្វេ Manga គឺជាកន្លែងសម្រាប់កម្សាន្តមួយរបស់ប្រទេសជប៉ុនវាគឺជាកន្លែងដែលយើងអាចជួបគុំបន្ទប់ឯកជនមួយសម្រាប់អានសៀវភៅ Manga ឬប្រើប្រាស់អ៊ីនធឺណិតបានសម្រាប់ឯតម្លៃប្រើប្រាស់វិញយើងអាចបង់ជាលក្ខណៈម៉ោងឬបង់លក្ខណៈកញ្ចប់3ម៉ោងឬ6ម៉ោងផងដែរតើអ្វីខ្លះទៅជាចំណុចពិសេសរបស់កាហ្វេ Mangaចម្លើយនោះគឺសម្រាប់អ្នកចូលចិត្តអានសៀវភៅ Manga អាចអានសៀវភៅនៅទីនោះដែលមានរាប់ពាន់ក្បាលទៅតាមចិត្តចង់នៅទីនោះផងដែរគេក៏មានដាក់ជូនភេសជ្ជៈគ្រប់មុខឲ្យពិសាដោយគ្មានដែនកំណត់លើពីនេះទៅទៀតហាងមានបើកដំណើរការ24ម៉ោងក្នុងមួយថ្ងៃដូច្នេះអ្នកអាចទៅទីនោះបានគ្រប់ពេលវេលាគេក៏មានផ្ដល់ជូននៅបន្ទប់មួយតុផ្កាឈូកនិងកៅអីអង្គុយព្រមទាំងធ្វើដណ្ដប់សម្រាប់អ្នកស្នាក់នៅឆ្លងយប់បានផងដែរបន្ទប់នៅទីនោះមានតម្លៃធូរថ្លៃជាងសណ្ឋាគារដែលធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏ល្អមួយក្នុងការសន្សំប្រាក់សម្រាប់អ្នកធ្វើដំណើរកម្សាន្តទាំងនេះគឺមាននៅក្នុងសៀវភៅ Irodori ហើយបើចាប់អារម្មណ៍ចង់ដឹងបន្ថែមអាចចូលទៅកាន់ link ខាងលើបានចាំជួបគ្នាជាមួយ Iro នេះនៅវីដេអូក្រោយៗទៀតណា